បាទចឹងនៅក្នុងថ្ងៃនេះខ្ញុំបាទសឹមសុខាសូមចូលមកចែករំលែកជាបន្តទៀតនៅរបៀបវេពីរយ៉ាងបាទទី1គឺបាលីវេសង្ឃទានទី2គឺបាលីវេផាត់បាទអញ្ចឹងហើយសូមចាប់ផ្ដើមវេសង្ឃទានវេផាត់ដល់សង្ឃបាទប៉ុន្តែសូមបញ្ជាក់ថាមុននឹងវេសង្ឃទានក្តីឬក៏វេផាត់ក្តីគួរតែតាំងណាមោ3ចប់សិនហើយសូត្រសង្ឃោវិសទ្ធោវរតៈខេណាយោនឹងសូត្រចាប់ហើយក៏ចាប់ផ្ដើមវេទៅបាទអញ្ចឹងសូមចាប់ផ្ដើមទី1នេះគឺយើងមើលអំពីរបៀបនៃការវេសង្ឃទានបាទអញ្ចឹងសូមចាប់ផ្ដើមមៈយ៉ាងភ័ន្តតេនេះភ័ន្តតេណាបាទអ៊ីម៉ានិខាតនិយៈភោជៈនិយាតិនិសច្ចេត្វាសង្ឃាសតិមៈសាធុភ័ន្តតេសង្ឃោអ៊ីម៉ានិខាតនិយៈភោជៈនិយាតិនិបដិកណហតោមេតាបេតាទីណੰគុណវន្តានញ្ចៈអមហាកញ្ចៈទីខរតੰអថាយៈហេតាយៈសុខាយៈទុតិយាមពេតតិយាមពេចឹងមកហើយយើងចង់វេម្ដងទៀតក៏បានដែរចង់វេ3ដងក៏បានដែរមកបល័យហ្នឹងប៉ុន្តែប្រសិនបើពេលវេលាខ្លីបថុញុចថាតែម្ដងមកហើយទុតិយាមពេតតិយាមពេទៅមើលសេចក្តីប្រែបបិទ្ធព្រះគុំដែងសងដល់ចម្រើនហើយរីចង្ហាន់បណ្ឌបាតនៃយើងខ្ញុំទាំងឡាយនេះប្រកបដោយធម៌បានមកដោយធម៌កើតឡើងដោយធម៌បាទពាក្យថាបានមកដោយធម៌ប្រកបដោយធម៌កើតឡើងដោយធម៌នោះយ៉ាងម៉េចបាទបានន័យថារបស់ទាំងអស់នោះយើងមិនមែនទៅលួចទៅប្លន់ទៅឆក់គេយកមកធ្វើបន់ទេបាទគឺបានមកដោយសមាអាជីវៈរបស់យើងនឹងឯងហ្នឹងគេហៅថាប្រកបដោយធម៌បានមកដោយធម៌កើតឡើងដោយធម៌ហើយបាទយើងខ្ញុំទាំងឡាយសូមឧទ្ទិសចំពោះដល់លោកអ្នកដ៏មានគុណទាំងឡាយមានមេត្តានិងបិតាជាដើមយើងខ្ញុំទាំងឡាយវេនៅចង្ហាន់បណ្ឌបាតនេះព្រមទាំងបរិខាប្រគេនដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានសូមលោកអ្នកដ៏មានគុណទាំងឡាយមានមេត្តានិងបិតាជាដើមនោះសម្គាល់នៅភ័ព្វនេះថាដូចជារបស់នៃខ្លួនហើយសូមអនុមោទនាយកចុះលុបានអនុមោទនារួចហើយសូមឲ្យបានរួចរំដោះចាទុកទាំងពួងឲ្យបានសម្រេចដោយសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្ស1សម្បត្តិទេវតា1និងសម្បត្តិព្រះនិព្វាន1ដោយសំគួរតាមសេចក្តីប្រាថ្នារបស់លោកអ្នកដ៏មានគុណទាំងឡាយនោះចោះដោយអំណាចផល្លានិសង្ឃដែលហូរជូនមកមិនដាច់នេះហោងអវរៈ2ដងផងអវរៈ3ដងផងបាទនេះជាកិច្ចនៃការវេសង្ឃទានអញ្ចឹងហើយទៅមើលពិធីវេផាត់បាទអយ៉ាងណូបណ្ឌបាតោធម្មិកោធម្មលទ្ធោធម្មេនេវៈឧបាតិតោមេត្តាបេតោអតិកេគុណវន្ទេ
អូទិសៈអ៊ីម៉ាំងសង្ឃផតាំងបរិខារាំងពុទ្ធៈប្រមុខសៈសង្ឃសៈតេមៈតេគុណវន្តាតយោអ៊ីម៉ាំងសង្ឃផតាំងអតណោសន្តកាំងវិយៈមញ្ញមេនីបាទនេះសូមមើលទេអនុមោតន្តុអនុមោទត្វានៈយថចិត្តៈសម្បត្តិហេសមិច្ឆន្តុសពេតុក្ខាបាទសពេតុក្ខាណាអសតេអូរេបមញ្ចន្តុអ៊ិមីនីនិសន្តេនៈទុតយាមពេតតយាមពេបាទទៅមើលសម្រាយបបិទ្ធព្រះគុំម្ដែងសងដ៏ចម្រើនណាយរីចង្ហាន់បណ្ឌបាតនៃខ្ញុំប្រការណាទាំងឡាយនេះបានមកដោយធម៌កើតឡើងដោយធម៌យើងខ្ញុំទាំងឡាយសូមឧទ្ទិសចំពោះលោកដល់លោកអ្នកដ៏មានគុណទាំងឡាយមានមេត្តាបិតាជាដើមហើយយើងខ្ញុំទាំងឡាយវេនៅសង្ឃភ័តនេះព្រមទាំងបរិខារដល់ប្រសង់មានព្រះពុទ្ធជាប្រធានសូមលោកអ្នកដ៏មានគុណទាំងឡាយមានមេត្តាបិតាជាដើមនោះសម្គាល់នៅសង្ឃភ័តនេះថាដូចជារបស់នៃខ្លួនហើយសូមអនុមោទនាយកចុះលុះអនុមោទនារួចហើយសូមឲ្យរួចរំដោះចាកទុកទោសនិងពាវរាទាំងពួងសូមឲ្យបានសម្រេចនៅសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្ស1សម្បត្តិទេវតា1និងសម្បត្តិព្រះនិព្វាន1ដោយសមគួរតាមសេចក្តីប្រាថ្នារបស់លោកអ្នកដ៏មានគុណទាំងឡាយនោះចុះដោយអំណាចផលឡានិសង្ឃដែលហូរជូនទៅមិនដាច់នេះហងអះវរៈ2ដងផងអះវរៈ3ដងផង